ខ្ញុំខំធ្វើល្អហេតុអ្វីខ្ញុំនៅតែមានទុក្ខច្រើនអ្នកខ្លះមានសមានចិត្តល្អមានចិត្តសប្បុរសអាណិតអាសូរជួយអ្នកដទៃច្រើនតែបែរជាមិនសូវបានសមប្រកបជួបរឿងទុក្ខសោកមិនចេះចប់មិនចេះហើយពេលខ្លះជួយគេហើយបែរជាគេរមិលគុណនិយាយអាក្រក់រហូតដល់ធ្វើទុក្ខបុកម្នេញមកវិញក៏សឹងមានអំពើល្អដែលអ្នកបានសាងហើយនៅតែជាអំពើល្អដដែលមិនប្រែទៅជាអាក្រក់ទេគ្រាន់តែវាមិនទាន់មានពេលឲ្យផលប៉ុណ្ណោះចំណែករឿងមិនល្អរឿងអកុសលដែលអ្នកបានជួបវាជាផលនៃកម្មចាស់ដល់ពេលត្រូវឲ្យផលគួរស្វែងយល់ផងដែរថាបុណ្យកុសលមានច្រើនលំដាប់ហើយបុណ្យទាំងនោះជួយអ្នកឲ្យបានស្រាលពីទុក្ខតាមលំដាប់ដែរកុសលថ្នាក់ទានលះចិត្តកំណាញ់លះចិត្តជាប់ជំពាក់កុសលថ្នាក់ទាននោះជួយអ្នកឲ្យមានគេស្រឡាញ់រាប់អានច្រើនមានកិត្តិយសកេរ្តិ៍ឈ្មោះល្អនិងជាឧបនិស្ស័យនៃការរកទទួលទានមានបានតែកុសលថ្នាក់ទាននោះមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទេកុសលមួយទៀតដែលជួយអ្នកឲ្យរួចពីពាវេរាទៅថ្ងៃមុខគឺការរក្សាសិលបានដល់ការមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយអ្នកជាមនុស្សមិនមានពៀទៅណាមកណាមិនសូវព្រួយបារម្ភក្នុងចិត្តព្រោះមិនបានធ្វើខុសហើយមិនសូវមានអ្នកមកបៀតបៀនអ្នកទេជៀសវាងតែអ្នកមានបាបកម្មពីអតីតជាតិមកកុសលថ្នាក់សិលជួយអ្នកឲ្យរួចផុតពីពាវេរាទៅថ្ងៃមុខតែវានៅតែមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទាំងស្រុងឡើយកុសលថ្នាក់ខ្ពស់ដែលអាចជួយអ្នកបានច្រើនក្នុងការសម្រាលសេចក្តីទុក្ខពីផ្លូវចិត្តគឺកុសលថ្នាក់ភាវនាដែលមានន័យថាការចម្រើនសមាធិការចម្រើនបញ្ញាដែលជួយអ្នកឲ្យមានចិត្តនឹងធឹងមិនសូវញាប់ញ័រនឹងរឿងរ៉ាវទាំងឡាយសមាធិសំដៅលើការវឹកហាត់ចិត្តឲ្យស្ថិតនៅក្នុងអារម្មណ៍តែមួយដែលនាំឲ្យចិត្តបានស្ងប់រងាប់បានត្រជាក់មិនសូវរវើរវាយមិនសូវច្របូកច្របល់ជួយអ្នកឲ្យបានសេចក្តីសុខតាមផ្លូវចិត្តច្រើនចំណែកឯការចម្រើនបញ្ញាសំដៅលើការស្វែងយល់អំពីដំណើរកើតរលត់នៃសង្ខាររៀនលះបង់ការប្រកាន់ចំពោះរឿងរ៉ាវការទាស់ចិត្តនិងការជាប់ចិត្តចំពោះបញ្ហាទាំងឡាយពេលអ្នកបានលះបង់នៅសេចក្តីប្រកាន់នោះពីក្នុងចិត្តរឿងរ៉ាវទាំងឡាយកើតឡើងក៏កំណត់ដឹងថាជាដំណើរនៃធម្មជាតិពេលមានហេតុក៏កើតឡើងពេលអស់ហេតុក៏រលត់ទៅឧបមាដូចជាភ្លើងចង្កៀងពេលនៅប្រេងក៏នៅសល់ភ្លើងពេលអស់ប្រេងអស់បញ្ឆេះភ្លើងក៏រលត់ទៅអ្នកកំណត់ដឹងនៅដំណើរនៃសង្ខារយ៉ាងនេះកាត់បន្ថយនៅសេចក្តីប្រកាន់សេចក្តីទុក្ខក៏ធូរស្បើយពីចិត្តអ្នក
មានអូមួយចំនួនផ្ញើសារមកថាដូចតែគាត់នៅក្មេងប៉ុន្តែស្មុគស្មាញពិបាក stress មានសម្ពាធច្រើនណាថ្មគិតវាអាចថាមានសម្ពាធនៅក្នុងគ្រួសារសម្ពាធនៅសាលាសម្ពាធមនុស្សជុំវិញខ្លួនហ្នឹងដូចថាក្នុងគ្រួសារជួនកាលមិនមានការយល់ចិត្តអីស្រឡាញ់ឲ្យបានកក់ក្ដៅមានតការស្ដីបន្ទោសថាជាបតិចដាក់គំនាបគៀបសង្កត់អាត្មាធ្លាប់ជួបតែគាត់ពេលខ្លះគាត់ដូចតែងុំក្នុងចិត្តអ្វីដែលគាត់មានវិបត្តិហើយគាត់អត់ហ៊ាននិយាយនៅក្នុងគ្រួសារហ្នឹងក៏មានអ្នកខ្លះទៀតដូចតែមានសម្ពាធពីសាលាលោកគ្រូដាក់ការងារឲ្យច្រើនរៀនច្រើនមុខវិជ្ជាពេលខ្លះរៀនពី3សាលាទៀតអាហ្នឹងក៏មានបញ្ហាប៉ះពាល់ដល់សម្ពាធផ្លូវចិត្តហ្នឹងខ្លាំងដែរនិយាយអញ្ចឹងមិនមែនន័យថាមិនឲ្យរៀនខ្ជិលទេប៉ុន្តែគាត់ថារៀនលៃលោកពេលវេលាសម្រាប់ទាំងសុខភាពផ្លូវកាយទាំងសុខភាពផ្លូវចិត្តទាំងចំណេះដឹងបើខ្វះណាមួយក៏យើងវាអត់បានសុខដែរឧទាហរណ៍ថាឈឺច្រើនហើយធ្វើម៉េចយកចំណេះដឹងទៅធ្វើអីក៏វាដេកនឹងទេម្យ៉ាងទៀតឧទាហរណ៍ថារៀនដល់ណាដល់នៃបណ្ឌិតអនុបណ្ឌិតអីប៉ុន្តែមួម៉ៅក្តៅក្រហាយជាបន្តិចខ្ញុំគណៈសមភាពធ្លាប់ជួបខ្លួនឯងញាតិញោមគាត់រៀនបានច្រើនមិនតិចមិនទួចអីចប់បណ្ឌិតអស់ហើយប៉ុន្តែក្នុងចិត្តហ្នឹងសឹងផ្ទុះសឹងចងកហើយអាហ្នឹងដូចថាស្ថានភាពផ្លូវចិត្តវាអត់ល្អចំណេះដឹងមានប៉ុន្តែការរក្សាសុខភាពផ្លូវចិត្តហ្នឹងអត់សូវសម្បូរធ្វើឲ្យមានបញ្ហាអញ្ចឹងតើឲ្យវាមាន balance ហើយមានតុល្យភាពនឹងគ្នាហើយអាស្ថានភាពផ្លូវចិត្តហ្នឹងវាមិនមែនទៅអញ្ចឹងភ្លាមទេវាសំឧទាហរណ៍ថាអន់ចិត្តនឹងសំរឿយទៅវាទៅជាដំបៅក្នុងទ្រូងអញ្ចឹងតើពេលមានបញ្ហានិយាយទៅឲ្យរួចហើយកុំសូវអោបកសោបទុកយូរពេកវាផ្ទុះដល់ពេលផ្ទុះវាគ្រោះថ្នាក់ទាំងខ្លួនយើងគ្រោះថ្នាក់ទាំងនៅក្បែរខ្លួនយើងហើយអ្នកនៅក្បែរនោះក៏គួរប្រយ័ត្នប្រយែងពាក្យសម្ដីកាយវិការកប្បកិរិយាដែរពីព្រោះយើងវាមានតំណែងតំណងគ្នាទៅវិញទៅមកវាមានឥទ្ធិពលទៅលើគ្នាទៅវិញទៅមកពាក្យសម្ដីកប្បកិរិយាហ្នឹងធ្វើឲ្យគេឈឺចាប់ไปឈឺឌឺដងទៅគេនោះឈឺព្រោះយើងមានបាបដែរហើយមានបាបវាវល់គំនុំគុំគួនគ្នាទៅហើយតលរៀនដូចថាអាណិតគ្នាសម្លឹងដោយចិត្តមេត្តាហើយការបដៅណែនាំហ្នឹងក៏ប្រកបដោយបញ្ញាមិនមែនទាំងកំរោលកំហឹងទៅវាទទួលយកអត់បានហើយប៉ះពាល់ដល់សុខភាពផ្លូវចិត្តដល់អ្នកដែលទទួលការណែនាំខ្ញុំគណៈសមាភិបធ្លាប់ជួបញោមដែលម៉ែគាត់ចេញខោកចូលខោកមានចានខោកចានមានវែកខោកវែកហើយចឹងគាត់ស្លុតក្នុងចិត្តរបស់គាត់ដែលម្ដាយគាត់ដាក់សម្ពាធខ្លាំងពេកចឹងទៅរហូតដល់គាត់អាយុ50-60ហើយនឹងគាត់មានវិបត្តិផ្លូវចិត្តលេបថ្នាំរហូតដល់សប្តាហ៍ថ្ងៃហើយអាជំងឺនឹងឆ្លងដល់កូនគាត់ទៅទៀតអានឹងដូចថាវាជាប់នៅក្នុងចិត្តម៉ែដល់កូនមកវាឆ្លងតែនៅសាលារៀនក៏សិស្សទទួលរងសម្ពាធផ្លូវចិត្តនឹងមកផ្នែកដែរមួយពីរឿងសម្ពាធការសិក្សាថាត្រូវផឹងហ៊ានឲ្យបានល្អឲ្យប្រកែ
ពីសម្ពាធពីមិត្តភ័ក្តិឧទាហរណ៍ថាជួនកាលឃើញគេល្អឃើញគេមានទូរស័ព្ទឃើញគេមានម៉ូតូហើយឯងនេះវាអន់អញ្ចឹងវាដាក់សម្ពាធមកលើខ្លួនឯងថាតូចចិត្តនឹងវាសនាតូចចិត្តនឹងម៉ែតូចចិត្តនឹងឪអីចឹងតែហ្នឹងតើរៀនទម្លាក់ទៅហើយវាសនាមនុស្សមិនដូចគ្នាទេយើងប្រឹងទៅអាហ្នឹងបនចាស់របស់គេហើយបើគេស៊ីបនចាស់ហ្នឹងអត់ប្រឹងធ្វើបនថ្មីអាហ្នឹងអស់ហើយមិនម៉ែឪមិនអាចជួយបានទេយើងត្រូវប្រឹងបនថ្មីរបស់យើងហើយយើងទទួលផលរបស់យើងនៅថ្ងៃខាងមុខវិញសម្ពាយបនហ្នឹងវាខុសគ្នាអញ្ចឹងហើយមកជូនជាយោបល់ដែរដូចថាបងប្អូនក៏គុំទម្លាប់និយាយពីឈឺឌឺដងធ្វើឲ្យគេឈឺចាប់អីចឹងទៅឬក៏សម្លុតគម្រាមកំហែងឬក៏ពេលខ្លះទៅរាល់ថ្ងៃហ្នឹងនៅក្នុងប្រព័ន្ធសង្គម Facebook ឬក៏ TikTok អីហ្នឹងបញ្ចេញធ្វើម៉េចឲ្យគេក្តៅក្រហាយហើយហ្នឹងវាមានកម្មពៀវរាគេក្តៅមែនប៉ុន្តែយើងជាប់ពៀវរាមិនសុខទេទៅមុខទៅក្រោយហ្នឹងយើងមានសេចក្តីទុកជាប់តាមខ្លួនយើងទៅហើយដូចថាបញ្ហារឿងជីវភាពសង្គមហ្នឹងក៏អញ្ចឹងដែររាល់ថ្ងៃហ្នឹងបច្ចេកវិទ្យាវាជឿនលឿនពេកហើយពេលខ្លះយើងគិតតែពីនៅមុខទូរស័ព្ទត្រិលចុះត្រិលឡើងអត់គិតធ្វើអីការងារអីឲ្យពិតប្រាកដទេវាអត់មានបានអីវាបានតែឆ្លងរោគពីប្រព័ន្ធសង្គមនឹងមកវិញធ្វើឲ្យមួម៉ៅអ្នកចំណាយពេលច្រើនពេកហ្នឹងតាមក្បួនវិទ្យាសាស្ត្រការស្រាវជ្រាវហ្នឹងក៏បង្ហាញដែរវា stress រហូតដល់កើតទៅជា depression ខឹងអ្នកនេះទាស់ចិត្តនឹងអ្នកនោះជេរទៅតមកអាហ្នឹងសិតតែសំភ្លើងតាមិនហាមគាត់មិនឲ្យមើលទេប៉ុន្តែថាត្រូវឲ្យមានតុល្យភាពរវាងការរៀនសូត្ររវាងការសម្រាកហើយនឹងការមើលហ្នឹងចំណាយពេលខ្លះអត់គ្រប់ខ្លះអត់បានការលីសចោលទៅអេបខ្លះអត់ប្រយោជន៍លុបចោលទៅហើយ notification ហ្នឹងកុំឲ្យវាតឹងខូចខួរក្បាលយើងហើយបែកអារម្មណ៍ហើយតែបែកអារម្មណ៍ថ្ងៃក្រោយមានវិបត្តិគេមិនលក់ស្មុកស្មាញគិតច្រើនលវើលវាយដោយសារអាការរំខានរឿយនឹងឯងហើយហ្នឹងអត់មានពីណាទេយើងអ្នកសំខ្លួនយើងហ្នឹងយូរផលប៉ះពាល់ហ្នឹងមកខ្លួនយើងវិញអញ្ចឹងតើយើងប្រយ័ត្នប្រយែងទាំងអស់គ្នាបើឧទាហរណ៍ថាមានរឿងអីជាមួយបងប្អូនអីនិយាយគ្នាហើយកុំអោបកសោបរំលឹកម្លើកញឹកញាប់ពេកវាក្តៅក្រហាយហើយអ្នកដែលរំលឹកម្លើកហ្នឹងក៏គួរអាណិតតិចដល់អ្នកស្ដាប់ដែរកុំចេះតែកកោកកាយមកធ្វើឲ្យក្តៅក្រហាយរឿងទូចខ្លាយទៅជារឿងធំវាជួយចប់ទៅរឿងហ្នឹងកុំដូចថាធ្វើឲ្យឆេះឡើងវិញវាអត់បានវាប្រយោជន៍ហើយអានឹងទី1ទី2អាការសមឧបនិស្ស័យក្នុងចិត្តតូចចិត្តអន់ចិត្តស្ដីបន្ទោសមិនគួរណាអញ្ចឹងអាហ្នឹងកុំអាហ្នឹងរឿងហ្នឹងហួសហើយកុំនាំគ្រឿងក្តៅក្រហាយហ្នឹងមកក្នុងចិត្តទៀតចប់ហើយតោះទៅមុខទៀតអាសំបនិស្ស័យហ្នឹងអាការខ្សឹបដាក់ខ្លួនឯងហ្នឹងមានឥទ្ធិពលខ្លាំងលើផ្លូវចិត្តរបស់យើងណាហើយតើមានពេលរៀនទូស្គាល់ការពិតថាហ្នឹងហើយជីវិតហ្នឹងខុសគ្នាអញ្ចឹងម៉ែយើងគ្រួសារគេគ្រួសារយើងមិនដូចគ្នាប្រឹងទៅហើយមានពេលស្ដាប់ធម៌អប់រំចិត្តមានពេលធ្វើសមាធិមានពេលនៅជាមួយមិត្តភ័ក្តិល្អអ្នកដែលនាំរឿងល្អណែនាំឲ្យដើរក្នុងផ្លូវត្រូវនៅជាមួយអ្នកនឹងយើងបានចម្រើនទាំងចំណេះចម្រើនទាំងសុខភាពផ្លូវចិត្តទាំងសុខភាពផ្លូវកាយយើងល្អអានឹងទើបរស់នៅបានយូរហើយយើងបានមានពេលបំពេញបុណ្យពេញកុសលហើយរស់នៅដោយសុភមង្គលអ្នកខ្លះហ្នឹងនិយាយប៉ះមិនបាន
លើសលួសឬក៏គេប្រាប់កំហុសខុសឆ្គងចេះមួយចុះមួយនឹងគឺតែច្រឡោតតោតតងតាំងមកវិញមកមិនចេះថាអើយមនុស្សវាមានពេលខុសវាមានពេលត្រូវចឹងគេប្រាប់យើងមានឱកាសបានកែប្រែកំហុសធ្វើឲ្យបានល្អជាងមុនទៅធ្វើជាមនុស្សងាយផ្ដៅទៅអត់អញ្ចឹងទេខុសហើយនៅដូចថាបន្លែប្រឡប់និយាយប្រវិចប្រវៀងយកត្រូវខ្លួនឯងនឹងទៀតអានឹងបើនៅក្នុងធម៌លោកហៅទុបចោមនុស្សប្របាក់បដៅមានអ្នកច្រើនប្រកាន់ច្រើនអញធំអញត្រូវអញខ្លាំងហើយមើងងាយគេហើយមានពុទ្ធបុត្រមិនសូវស្មោះត្រង់ស្មោះសរទេហើយធ្វើការងារមិនចុះសម្រុងគ្នាទេហើយមិនអាចកាន់ការងារធំបានទេតើអ្នកដែលរៀងស្អាតកាយស្អាតចិត្តមានខន្តីអត់ធន់ចេះដាក់មានះនឹងចុះមកអានឹងបានទៅធ្វើមេគេកើតហើយបើនៅតងតាំងលមងលម៉ាំងថាមបានអញ្ចឹងវាបានតែប៉ុណ្ណឹងទៅណាក៏នៅតែអញ្ចឹងពីព្រោះការងារធំទទួលខុសត្រូវច្រើនវាត្រូវមានសមត្ថភាពគ្រប់គ្រងផ្លូវចិត្តនឹងក៏ខ្ពស់ដែរទើបធ្វើជាមេគេបានបើមិនចឹងទេវាខូចការគេមិនស្ដាប់ឬក៏កើតទៅជាចំនួនប្រេះឆាបែកបាក់ក្នុងក្រុមហ៊ុនឬក៏ស្ថាប័នហ្នឹងអញ្ចឹងវាតតែយើងគិតថាគេប្រាប់កំហុសយើងនឹងដូចជាគេប្រាប់ថាមុខយើងប្រឡាក់ធ្យូងអញ្ចឹងដើរទៅក្នុងទីសាធារណៈយើងអរគុណគេខ្ញុំអត់ដឹងខ្ញុំមើលមុខខ្លួនឯងអត់ឃើញយើងទៅលុបទៅលៀងអីចេញទៅយ៉ាងណាអ្នកដតីប្រាប់កំហុសនឹងដូចជាកញ្ចក់មើលមកលើយើងនឹងហើយបើឧទាហរណ៍ថាគេនិយាយនឹងវាត្រូវយើងអរគុណគេទៅហើយបើថានិយាយនឹងវាពលឹះបកាច់បខូចយើងអាណិតគាត់ថាហេតុអីបានយកបាបអញ្ចឹងការងារធ្វើមិនព្រមធ្វើមិនគូមកយកបាបដាក់ខ្លួនដាក់មាត់អញ្ចឹងហើយក៏មិនទៅចងគំនុំមួម៉ៅខឹងគាត់ដែរនឹកអាណិតគាត់ថាគាត់ស្ពាយបាបទៅតាមខ្លួនគាត់ហ្នឹងអញ្ចឹងវាតលរៀនមានខន្តីរៀនចេះទម្លាក់មានះនឹងចុះក្រោមរៀនស្ដាប់គេរៀនស្មោះត្រង់ហើយបើថាខុសអូយខ្ញុំសុំទោសហើយខ្ញុំវាភ្លាត់ពេលហ្នឹងអាហ្នឹងល្អហ្មងតចរិតហ្នឹងខ្លាយទៅជាមេគេបានមិនជាអ្នកបន្លែប្រឡប់អាហ្នឹងគេដឹកនាំគេមិនបានទេអញ្ចឹងតើទម្លាក់អាហ្នឹងកុំធ្វើជាមនុស្សប៉ះមិនបានអាហ្នឹងទើបយើងអាចចម្រើនដោយចំណេះដឹងចម្រើនដោយបុណ្យកុសលហើយរស់នៅជាមួយគ្នានឹងបានសុខសប្បាយជាមួយគ្នាតាមរកសេចក្តីសុខខ្ញុំធ្លាប់ជួបអ្នកមានអ្នកក្រអ្នកតូចអ្នកធំអ្នកមានគ្រួសារអ្នកអត់គ្រួសារម្នាក់សុទ្ធតែមានទុក្ខរៀងខ្លួន
កាលនៅក្រនឹកថាបើមាននឹងបានសុខពេលមានល្មមរស់ហើយនៅតែមានរឿងនាំឲ្យកើតទុក្ខមិនចេះអស់មិនចេះហើយពេលស្មុគស្មាញខ្លាំងអ្នកខ្លះចង់បំភ្លេចទុក្ខក៏នាំគ្នាទៅពួនក្នុងដបស្រាឬពេលខ្លះប្រើប្រាស់គ្រឿងញៀនក៏មានទ្រព្យសម្បត្តិកិត្តិយសកេរ្តិ៍ឈ្មោះញាតិមិត្តក្រុមគ្រួសារជារឿងចាំបាច់សម្រាប់រស់តែវាមិនអាចធានាសេចក្តីសុខទាំងស្រុងបានទេព្រោះវាអាចប្រែប្រួលបាត់បង់ពេលណាក៏បានសូមកុំផ្ញើសេចក្តីសុខនៅលើរបស់ខាងក្រៅទាំងស្រុងពេកត្រូវព្យាយាមអប់រំចិត្តមានខន្តីមានអំណត់មានការតស៊ូព្យាយាមរៀនរីករាយនឹងអ្វីដែលខ្លួនមានរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងនិងសពសត្វទាំងអស់រៀនស្ដាប់ធម៌ចម្រើនបញ្ញាស្មារតីហ៊ានប្រឈមមុខនឹងការពិតនៃជីវិតហើយកុំសូវប្រកាន់ហួងហែងខ្លាំងពេកទើបជីវិតមិនសូវមានទុក្ខចិត្តដែលបានអប់រំល្អហើយនឹងនាំសេចក្តីសុខមកឲ្យជីវិតខ្ញុំមិនដូចគេខ្សែជីវិតមនុស្សម្នាក់លើផែនដីនេះមិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងមិនបាច់ប្រៀបធៀបគ្នាទេនាំតែកើតទុក្ខអ្នកកើតមកមិនមែនដើម្បីដើរប្រណាំងជាមួយអ្នកដទៃទេមនុស្សម្នាក់មានចំណុចចាប់ផ្ដើមរៀងខ្លួនហើយធ្វើដំណើរក្នុងល្បឿនផ្សេងគ្នាបើគេជាកូនអ្នកមានគេមានផ្លូវជ្រើសរើសច្រើនរីឯយើងជាកូនអ្នកក្រយើងត្រូវចេញដំណើរពីកន្លែងដែលយើងឈរកុំចាំបាច់ប្រៀបធៀបនឹងគេអីហើយក៏មិនចាំបាច់ត្រូវបន្ទោសអ្នកនេះអ្នកនោះដែរធម្មជាតិនៃជីវិតគឺខុសគ្នាចឹងឯងមនុស្សម្នាក់មានបញ្ញាស្មារតីផ្សេងគ្នាហើយល្បឿននៃជីវិតក៏ផ្សេងគ្នាដែរម្យ៉ាងទៀតទីផ្ដាច់ព្រាត់ក៏នៅកន្លែងផ្សេងគ្នាបើគេមានបញ្ញាច្រើនគេទៅលឿនជាងយើងគេទៅដល់ទីព្រាត់មុនយើងគ្មានអ្វីត្រូវប្រណាំងគ្នាទេបុណ្យសន្សំមកផ្សេងគ្នាតែយើងក៏ត្រូវរៀនសូត្រពីគេដែរហើយប្រឹងឲ្យអស់ពីសមត្ថភាពរបស់យើងមិនមែនឲ្យខ្ជិលទេតែក៏កុំប្រៀបធៀបដើម្បីបង្កើតទុក្ខដាក់ខ្លួនឯងឡើយជីវិតអ្នកជាជីវិតអ្នកជីវិតគេជាជីវិតគេធ្វើគុណបានទោសអ្នកខ្លះខំជួយគេអស់ច្រើនណាស់ស្រាប់តែទទួលរឿងមិនគួរគប្បីត្រឡប់មកវិញខំជួយគេអស់លុយអស់កាក់អស់ពេលវេលាមិនស្ទើរទេតែចុងក្រោយដល់ត្រើយសោយគូតដាក់
បើអ្នកជួយអ្នកដទៃទម្លាប់តាំងចិត្តជួយគេដោយចិត្តស្អាតបរិសុទ្ធចង់ឲ្យគេបានសុខមិនចង់បានការតបស្នងត្រឡប់មកវិញទេអ្នកបានបុណ្យច្រើនហើយមិនសូវខកចិត្តទេបើអ្នកធ្វើល្អហើយគេដឹងគុណអ្នកជាបុណ្យរបស់គេតែបើគេមិនដឹងទេឬពេលខ្លះគេរមិលគុណដាក់អ្នកថែមទៀតនោះជាបាបរបស់គេចំណែកអ្នកបានធ្វើបុណ្យរួចហើយមិនប្រកាសថាមនុស្សដែលយើងជួយនឹងតបស្នងសងគុណយើងវិញទេតែបុណ្យអ្នកនៅតែជាបុណ្យរបស់អ្នកថ្ងៃណាមួយបុណ្យនឹងឲ្យផលវិញមិនខានហើយអាចជាអ្នកដទៃផ្សេងទៅវិញទេដែលជួយអ្នកនោះបើអ្នកជួយដោយសេចក្តីប្រាថ្នាចង់បានការតបស្នងសងគុណមិនសូវបានបុណ្យទេតែបើជួយដោយអនុគ្រោះដោយចិត្តមេត្តាជួយដោយសុទ្ធចិត្តអ្នកបានទាំងសប្បាយចិត្តបានទាំងបុណ្យច្រើនបាបចាស់បាបថ្មីបាបចាស់នាំឲ្យអ្នកជួបរឿងមិនល្អរីឯភាពមួម៉ៅក្តៅក្រហាយនឹងរឿងនោះជាបាបថ្មីដែលនាំឲ្យអ្នកកាន់តែមានទុក្ខថែមអ្នកខ្លះមានកម្មក្រាស់ជួបបញ្ហាច្រើនឥតល្ហែហើយអ្នកខ្លះទៀតសាងកម្មល្អច្រើនមិនសូវជួបបញ្ហាក្នុងជីវិតឡើយកុំប្រៀបធៀបគ្នាអីនាំតែកើតទុក្ខទេគេជួបរឿងគេយើងជួបរឿងយើងសំពាយកម្មមនុស្សម្នាក់មិនដូចគ្នាទេបើអ្នកជួបរឿងមិនល្អវាជារឿងផលបាបរបស់អ្នកពីមុនមកកុំមួម៉ៅអីកុំបន្ទោសអ្នកណាឡើយកម្មយើងទេមួម៉ៅទៅបានតែកើតទុក្ខថែមបើអ្នកចិត្តអស់ទឹកបរិភោគហើយអ្នកត្រូវដងទឹកចាក់បន្ថែមបើបុណ្យអ្នកស្ដួយស្ដើងហើយត្រូវសាងល្អឲ្យបានច្រើនឡើងវិញពេលណាកម្មអាក្រក់ឲ្យផលអស់ហើយកម្មថ្មីនឹងឲ្យផលវិញម្ដងគប់ចិត្តមិនត្រូវបើគេស្អប់អ្នកទោះបីអ្នកធ្វើល្អប៉ុណ្ណាក៏គេមិនពេញចិត្តនឹងអ្នកដែរដូច្នេះកុំគ្រាន់តែចង់ផ្គាប់ចិត្តគេហើយបំផ្លាញសេចក្តីសុខខ្លួនអ្នកឡើយឬដោយសារតែពាក្យគេថាធ្វើឲ្យអ្នកមួម៉ៅចិត្តឡើយបើអ្នកចង់ធ្វើតម្រូវចិត្តមនុស្សគ្រប់គ្នាអ្នកពិតជាហត់រហូតដល់ថ្ងៃស្លាប់បើអ្នកជឿជាក់ថាការងារអ្នកជារឿងល្អជារឿងមានប្រយោជន៍
ប្រឹងធ្វើទៅទោះបីមានអ្នកខ្លះមកបន្តិចបង្អាក់អ្នកក៏ដោយក៏កុំស្ទាក់ស្ទើរអីប្រឹងដើរទៅមុខទៀតដើរឲ្យដល់ទិសដៅដែលអ្នកពងទុកហើយប្រាប់គេថាអ្នកពិតជាអាចធ្វើបានជីវិតអ្នកជាជីវិតអ្នកមាត់គេជាមាត់គេកុំបណ្ដោយឲ្យពាក្យគេថាបំផ្លាញកិច្ចការអ្នកឡើយមិនមែនមិនឲ្យស្ដាប់គេទេស្ដាប់ចុះហើយពិចារណាផងបើវាជួយអ្នកឲ្យបានចម្រើនទៅមុខទទួលយកទៅតែបើគ្រាន់តែជាពាក្យបន្តិចបង្អាក់ទេបោះចោលទៅកុំយកទុកក្នុងចិត្តអីហើយអ្នកត្រូវតែហ៊ានទទួលខុសត្រូវចំពោះជំរើសរបស់អ្នកកុំទម្លាប់បន្ទោសគេបន្ទោសឯងអីរៀនធ្វើជាមនុស្សរឹងប៉ឹងជាមនុស្សចេះទទួលខុសត្រូវលើជីវិតខ្លួនឯងពន្លត់ភ្លើងកំហាំងបានដុតបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកដំបូងគេមុននឹងរាលដាលដល់អ្នកដទៃខឹងកាន់តែច្រើនទុក្ខកាន់តែខ្លាំងហើយបើពូកែគុំទៀតក្តៅកាន់តែងុំយូរទៅចិត្តអ្នកនឹងคล้ายជាភ្នំភ្លើងក្តៅក្រហាយជាប្រចាំទម្លាប់ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងរឿយថាអហង្សុខិតោហោមិនិតទុក្ខោសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកពាក្យនេះរឿយពេលមុនចូលគេងពេលក្រោកពីគេងឬពេលណាមានពេលទំនេរញញឹមផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងហើយរៀនខន្តីរៀនអត់ធន់រៀនអត់ឱនរៀនភ្លេចខ្លះទៅកុំចូលចិត្តស្ពាយភ្លើងយូរពេកក្តៅណាស់ពេលណាខឹងនឹកដល់ពាក្យថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខអ្នកនឹងបានត្រជាក់បន្តិចហើយធ្វើយ៉ាងនេះឲ្យបានរឿយចិត្តអ្នកនឹងបានត្រជាក់ច្រើនមិនខានហើយអ្នកអាចផ្សាយសេចក្តីស្រឡាញ់នោះដល់សព្វសត្វទាំងអស់ថាសូមឲ្យសព្វសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខសូមឲ្យសព្វសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខមេត្តាជាទឹកអមរិតអាចរំលត់ភ្លើងកំហឹងក្នុងចិត្តអ្នកបានរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនអ្នកនិងសព្វសត្វទាំងអស់ជុំវិញខ្លួនអ្នកសេចក្តីប្រាថ្នាការជាប់ជំពាក់វាជាហេតុនាំឲ្យកើតទុក្ខនៅពេលដែលប្រាថ្នាឲ្យមិនបានឬក៏របស់ដែលយើងស្រឡាញ់នឹងព្រាត់ប្រាសទៅហើយបើយើងមិនបានត្រៀមចិត្តទុកជាមុនទេសេចក្តីទុកនឹងគ្របសង្កត់ចិត្តយើងខ្លាំងណាស់ចឹងបានព្រះអង្គសម្ដែងថាពេមតោជាទេសោកោសេចក្តីសោកកើតពីសេចក្តីស្រឡាញ់ពេមតោជាទេភយ៉ាងការភ័យតក់ស្លុតរន្ធត់នឹងកើតមកពីសេចក្តីស្រឡាញ់ដែរហ
ហើយជាបុគ្គលជនវាមានចិត្តជាប់ជំពាក់ហួងហែងច្រើនណាស់ទ្រព្យសម្បត្តិញាតិមិត្តបងប្អូនកិត្តិយសគេឈ្មោះហើយបើសេចក្តីប្រាថ្នាវាគ្របសង្កត់ចិត្តច្រើនទៅជាចំណែននិន្ទាឈ្នានីសប្រមូលកັບកេងរបស់អ្នកដទៃមកជារបស់ខ្លួនខ្វល់ខ្វាយចិត្តនឹងច្រើនមែនតែនចឹងបាននៅក្នុងធម៌ព្រះអង្គឲ្យរៀនលះសេចក្តីកំណាញ់រៀនលះលោភៈការជាប់ជំពាក់តាមរយៈការបរិច្ចាគទានទម្លាប់ចិត្តរៀនគិតពីសេចក្តីសុខរបស់អ្នកដទៃផងមិនគិតតែពីខ្លួនឯងទេក្នុងន័យនេះមិនមែនបានន័យថាយើងឈប់រកស៊ីឈប់ចង់មានចង់បានទេជាកាតព្វកិច្ចរបស់ឪពុកម្ដាយត្រូវតែចិញ្ចឹមបីបាច់ថែរក្សាត្រូវមានទ្រព្យសម្រាប់ចិញ្ចឹមជីវិតឲ្យបានសមរម្យហើយប៉ុន្តែតើមានបញ្ញារៀនស្វែងយល់ពីដំណើរនៃហេតុផលថាបើយើងប្រឹងប្រែងមកប៉ុណ្ណឹងយើងបានផលមកប៉ុណ្ណឹងសម្ពាយបុណ្យយើងមានប៉ុណ្ណឹងយើងបានផលនៃបុណ្យហ្នឹងប៉ុណ្ណឹងមកចឹងយើងអត់តក់កុហលខ្វល់ខ្វាយខ្លាំងពេកធ្វើឲ្យកើតទៅជារឿងមួម៉ៅប្រៀបធៀបថាមិនគួរវាមិនបានដូចគេល្អហើយយើងមិនគួរវាមិនបានអានោះទៅជារឿងមួម៉ៅក្តៅក្រហាយយើងអាចប្រៀបធៀបដើម្បីរៀនសូត្របានប៉ុន្តែយើងមិនអាចប្រៀបធៀបបណ្ណាំងប្រជែងវាសនាឬក៏សម្ពាយបុណ្យបានទេមនុស្សម្នាក់មានសម្ពាយបុណ្យនឹងផ្សេងគ្នាអញ្ចឹងយើងប្រឹងប្រែងរកទទួលទាននៅតែប្រឹងប៉ុន្តែយើងមានបញ្ញាទៅជាមួយដោយទទួលស្គាល់ហ៊ានទទួលស្គាល់ការពិតថានឹងជាលទ្ធផលនៃការផឹងប្រែងរបស់យើងជាលទ្ធផលនៃបុណ្យរបស់យើងហ៊ានត្រូវតែហ៊ានទទួលស្គាល់ហើយប្រឹងប្រែងបន្តទៅទៀតទៅអញ្ចឹងយើងមិនខ្វល់ខ្វាយខ្លាំងហួសហេតុពេកទេយើងមិនដុតខ្លួនឯងទេយើងយកអ្វីដែលជាសមិទ្ធផលយើងមានបច្ចុប្បន្នជាមូលដ្ឋាននៃការធ្វើល្អទៅមុខទៀតជាមួយនឹងប្រពន្ធកូនជាមួយនឹងក្រុមគ្រួសារហើយរៀនស្វែងយល់អំពីសច្ចធម៌កាត់បន្ថយការប្រកាន់ហួងហែងហ្នឹងទើបយើងមិនសូវកើតទុក្ខខ្លាំងបើនៅតែកាន់ហួងហែងលោភៈជាប់ជំពាក់ច្រើនអនេញអណោងច្រើនទុក្ខក៏ច្រើនដែរទៅដល់ណាក៏នៅតែមានទុក្ខដែរក្នុងមួយថ្ងៃហ្នឹងវាមានរឿងច្រើនកើតឡើងហើយបើយើងបដោយចិត្តនឹងឲ្យចេញទៅតាមរឿងនឹងគ្រប់រឿងទាំងអស់វាអត់សូវមានពេលមកនៅផ្ទះខ្លួនឯងគឺរាងកាយនេះហើយយូរទៅយើងដើរចូលផ្ទះច្រើនពេកយើងមានវិបត្តិហើយទៅជាមួម៉ៅភ្លេចភ្លាំងកើតទុកដៅកាហាយទៅជាមួយរឿងខាងក្រៅមិនសូវនិយាយចិត្តទុកដាក់មើលថែអាសាបោសសម្អាតផ្ទះខ្លួនឯងចិត្តខ្លួនឯងកាយខ្លួនឯងនេះ
từ cao tục tù mà nó nâng rương khăn krao tràn bê vậy chẳng mẹ bạn ấy thầm mình ôi đăng rương khăn khéo ấy và dương từ mưa khăn khăn cũng ở việc cao tù mà nó mua mau đai cả hai nâng rương khăn krao nâng tràn bê bùa về thừa ở chật nâng kriêm swat cao tục mình sắp bài mình sắp sài tôi thấy dừng riêng từ tu school cặp bất thời rương kháng krá vì thòm ở đai chăng vì lại vì cho vì chụp rương sắp bài khá cao tục khá khi sơ xa khá kê nâng tia khá kê nhầm đã khá kê mình nhầm đã khá chỉ rương thòm ở đai dương khót rương khăn khéo nâng mình bà này chứ dương chụp rương ấy cô tự tu cho rương lọ mình lọ hơi riêng rẽ xa chất thà rương lọ đấy rương mình lọ đấy cả là hãy rồi luật tới với nhau bịa kia sợ sai cái đấy bịa kia nâng ti cái đấy cả thấy rồi luật tới với lư hãy cô là sát bắt tới mình sẽ áo cả sau rương tầng ó nâng nâng nông chặt để dương miền ốc ca đạp thô ốc rung chặt thưa mà thị rẽ xa chặt nâng ơi nữ nông khuôn ai nâng nông xích ở đây là ó khuôn ở thô miền sẽ tệ miền mà ở đây rươi rươi đạt tươn cả rung lực chặt nâng mình ôi chuối choài từ hướng khăn khéo khu hạt bế chân dương miền rập bong cà phê chân của sao đại chỉ chào mùa mà đại cả hai khăn cho này ấp cùng cuốn đào đằng rương kia group xây của tam đàn rương kia chờn hù hai p chứ mình ta mình ai tam đàn này thì chạy tham mày bởi dương complete mưa cuốn ai chắc sẽ tệ smart đấy chia rập bong cà phê rương từng lại cả lãng vi chỉ thòm đá đôi tức ở lô chẳng cầm nọt đăng thà vi chia sự phiêu vẽ thòm mới chiết này chỉ vật miền lại miền trọ chẳng rương lõ chặt tục thà chỉ phò bọn rương mình lõ về miền tây bạp oi phò chẳng hãy những vừa tầm ná tới một tiết độc hạt sầm át chặt rươi tới mình sẽ oi ạ của sol mùa mai đây cả hai khăn cho này ọc nâng một nơi không chặt chờn pê chê tại sao miền là bòn sẽ tệ bên nhà nó chặt dương rừng bằng mình sẽ cả tục làng này tam plei màu vọt nó hay nè tam phum nó hơi bông ôn dương khác về lưng nghe quạt đôi sải quạt chung cái này chua cao phật si riêng ròm đạ ba quạt đôi ắt khoal hướng thắc covid mình covid ấy thế chung cái này hết cứ sải anh nâng chúng ta mà phép nực hơi đôi nơi tây ở Âu nâng Americ ở ngay này để mình đưa mà chấm nuôn nâng ắt khoa nực tham về mình ấy thế ai đọc về vì ấy tu bát hay mà ngày slap một pon nè chiêng ấy chẳng tới nơi Americ nào bơ vì chlong slap mình để ấy nhà nâng mình dịp má này phần nó về ai nâng chlong đào buồn cồn đại khi niệm mình đằng ấy nữa tiền nó vì chỉ ca do dụ chỉ vật luôn ấy nhà dụ chỉ vật của xá từ bắt đầu nâng đọp xá vì chỉ riêng
វិធកម្មមិនទូខុសត្រូវខ្លាំងមែនទែនក្នុងនាមយើងជាម្ចាស់គ្រួសារហើយក្នុងនាមយើងជាពលរដ្ឋក្នុងភូមិក្នុងស្រុកហ្នឹងហើយទោះបីជារដ្ឋប្រឹងប៉ុណ្ណាក៏ដោយបើយើងមិនព្រមចូលរួមការពារអាយុជីវិតខ្លួនយើងអាយុជីវិតគ្រួសារទេវាអន្តរាយទាំងអស់គ្នាហើយអានឹងព្រះអង្គសម្ដែងពីសេចក្តីប្រមាទព្រះអង្គសម្ដែងថាប្រមាទតួមច្ចុណោប្រទាំងការប្រមាទធ្វើប្រហែសហ្នឹងជាផ្លូវនៃសេចក្តីស្លាប់ហើយដល់ពេលមុំដឹងខ្លួនវាខកពេលបាត់ហើយស្លាប់ប្រពន្ធស្លាប់កូនស្លាប់ខ្លួនឯងឆ្លងគេឆ្លងឯងអានឹងយើងបង្កវិនាសកម្មដល់គ្រួសារដល់សង្គមជាតិជាបាបកម្មធ្ងន់អញ្ចឹងស្មានថាចាំពេលហើយនឹងផឹកស៊ីអីក៏ផឹកចាស់ប៉ុន្តែក្នុងកលៈទេសៈនេះវាជាការមើងងាយជីវិតខ្លួនឯងផងជីវិតគ្រួសាររបស់ខ្លួនឯងផងហើយនឹងជាការផ្ដល់នៅហានិភ័យដល់ប្រទេសជាតិដែលកំពុងតែជួបបញ្ហានឹងផងខកចិត្តវាកើតមកពីសេចក្តីប្រាថ្នារបស់យើងវាខ្ពស់ហើយដល់ពេលលទ្ធផលដែលបានមកវាទាបវាតិចអញ្ចឹងធ្វើឲ្យខកបំណងទៅឧទាហរណ៍ថាយើងចង់បាន 10000 តែបានតែ 5000 ចង់ឲ្យគេស្ដាប់យើងធ្វើតាមយើងហើយគេធ្វើមិនតាមចិត្តយើងចង់ឬក៏យើងជួយគេហើយអស់ពីចិត្តពីស្រាមស្រាប់អាអ្នកនឹងវាយប្រហារបកាច់ប្រខូចយើងវិញចុះខកចិត្តធ្លាក់ថ្លើមហ្នឹងយើងតើមានបញ្ញារៀនបញ្យល់ប្រាប់ខ្លួនឯងថាអ្វីៗវាមិនមែនចេះតែបានតាមចិត្តយើងចង់រហូតទេអញ្ចឹងហើយជីវិតនឹងវាមានពេលខ្លះបានពេលខ្លះមិនបានអញ្ចឹងឯងវាមាន up and down អញ្ចឹងយើងទទួលស្គាល់ថានឹងជាផលឧទាហរណ៍ថាយើងចង់បាន 10000 តែវាបាន 5000 នឹងជាផលហើយផលនឹងវាកើតមកពីហេតុដែលនាំឲ្យបានផលនឹងប៉ុណ្ណឹងវាអត់អាចមានអីលើសពីហេតុដែលយើងបានសាងមកទេយើងសាងមកប្រហែលយើងបានមកប៉ុណ្ណឹងយើងប្រឹងប្រែងតស៊ូបុណ្យយើងមានប៉ុណ្ណឹងបុណ្យយើងមាន 5000 ណាអញ្ចឹងយើងទទួលស្គាល់ថានឹងវាជាផលនៃការប្រឹងប្រែងផលនៃបុណ្យរបស់យើងហើយយើងនៅខ្វះខាតចំណុចណាខ្វះខាតការប្រឹងប្រែងខ្វះខាតចំណេះជំនាញខ្វះខាតធនធានមនុស្សខ្វះខាតចំណេះវិជ្ជាហ្នឹងយើងបន្ថែមពីលើផលដែលយើងទទួលបានហ្នឹងយើងបដោះហេតុថ្មីដើម្បីទទួលបានផលថ្មីហើយបើយើងអង្គុយមួម៉ៅក្តៅក្រហាយជេរបន្តិចមកពីវាមកពីចេះមកពីចុះអាហ្នឹងយើងដូចអង្គុយជេរផលហ្នឹងស្រូវហ្នឹងវាបាន1ហិកតាវាបាន3តោនអញ្ចឹងចាឧទាហរណ៍ហើយយើងអង្គុយជេរផលហ្នឹងផលវានៅតែ3តោនអញ្ចឹងដែរលេបើយើងចង់បានផលថ្មីវាតើតែយើងមានបច្ចេកទេសថ្មីដើម្បីបានផលថ្មីហ្នឹងអាហ្នឹងយើងប្រឹងប្រែងទៅយកអ្វីដែលមានហ្នឹងអ្វីដែលមានហ្នឹងជាមូលដ្ឋានសម្រាប់អភិវឌ្ឍផលថ្មីទៀត
បើឃើញគេធ្វើបានល្អកុំកំណាញ់ពាក្យលើកទឹកចិត្តកុំភ័យពេកអីភ័យពេកទៅបានតែកើតទុក្ខគ្មានដោះអីចេញផងចង់ឲ្យគេគោរពត្រូវចេះគោរពគេមុនកុំសូវនិយាយរឿងមួម៉ៅពេកខាតពេលផងខូចចិត្តផងហើយបាបទៀតកុំយកកំហឹងជាម្ចាស់ត្រូវធ្វើជាម្ចាស់កំហឹងវិញកុំហូបច្រើនពេកនាំឲ្យឈឺច្រើនខ្ជិលដូចជ្រូកអាយុខ្លីឆាប់ស្លាប់បើមានរឿង100ឲ្យអ្នកយំអ្នកមានហេតុផល1000សម្រាប់ញញឹមរួចបន្តដំណើរទៅមុខទៀតមានជួបមានព្រាត់ជារឿងធម្មតាកុំកើតទុក្ខពេកកុំរវើរវាយច្រើនពេកគិតមួយណាឲ្យប្រកបជាមួយនឹងទើបមិនសូវស្មុគស្មាញពេលម៉ែឪស្លាប់មិនមែនទាល់តែយំទើបឈ្មោះថាស្រឡាញ់ម៉ែឪទេបើចង់សុខកុំចង់ឲ្យអ្វីបានដូចចិត្តអ្នកគ្រប់រឿងឡើយរៀនព្រមខ្លះទៅទំនិញអាចរកទិញបានតែពេលវេលាទិញមិនបានទេរៀនប្រើវាឲ្យបានប្រយោជន៍ច្រើនសន្សំទ្រព្យផងសន្សំធម៌ផងទើបជីវិតបានសុខច្រើនកុំប្រៀបធៀបជាមួយគេអីខ្សែជីវិតម្នាក់មិនដូចគ្នាទេកុំចង់តែបានពីគេពេករៀនឲ្យខ្លះផងគេមិនចូលចិត្តមនុស្សកំណាញ់ទេអ្នកមិនអាចធ្វើផែនដីឲ្យរាបស្មើដូចកន្ទេលទេអ្នកមិនអាចឲ្យគេគិតដូចអ្នកគ្រប់រឿងទេកុំត្រចៀកសកុំលួតតាមគេចាក់ចាំច្បាស់សិនសឹមស្ដីថាទើបមិនសូវមានកំហុសសង្ឃឹមខ្លាំងខកចិត្តក៏ខ្លាំងដែររៀនព្រមទើបមិនសូវកើតទុក្ខអ្វីមិនទៀងទេកុំប្រកាន់មាំពេកប្រយ័ត្នមានទុក្ខខ្លាំងឡានថ្លៃតែចរិតមិនថ្លៃនៅមិនទាន់ជាមនុស្សថ្លៃថ្នូរទេយកឈ្នះកំហឹងក្នុងចិត្តអ្នកប្រសើរជាងឈ្នះគេដោយកំហឹងរៀនសប្បាយចិត្តនឹងអ្វីដែលអ្នកមានអ្នកនឹងមិនសូវកើតទុក្ខពេកទេជីវិតតែមានបញ្ហាគ្មានអ្នកណាជៀសផុតទេធ្វើទានជួយសង្គ្រោះអ្នកដទៃបានបុណ្យផងបានការស្រឡាញ់រាប់អានផងដាំពូជជាអ្នកមានទ្រព្យសម្បត្តិច្រើនផងទម្លាប់ចិត្តឲ្យគិតរឿងល្អរឿងត្រូវជីវិតមិនសូវមានទុក្ខទេផ្ទះជាជំរកកាយគុណធម៌ទាំងឡាយជាជំរកចិត្ត
គ្មានអ្នកណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយគុណធម៌នាំមកនៅភាពត្រជាក់ត្រជុំសម្រាប់ខ្លួនអ្នកនិងអ្នកជុំវិញខ្លួនកុំមួម៉ៅនឹងរឿងដែលអ្នកធ្វើមិនកើតអីប្រឹងធ្វើរឿងណាដែលអ្នកអាចធ្វើបាន រោគទ្រព្យរោគវិជ្ជាកុំភ្លេចរោគមេរៀនអប់រំចិត្តផងទើបរស់នៅបានសុខកុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះទៅទើបធ្វើការជាមួយគ្នាបានយូរកុំទម្លាប់បន្ទោសបង្អាប់គេហើយលើកសរសើរខ្លួនឯងគេមិនចូលចិត្តទេរាប់អានមិត្តភក្តិត្រូវតែហ៊ានលះបង់ខ្លះទើបរាប់អានបានយូរសម្រាប់កំហឹងចោលទើបរស់នៅបានសុខបើខ្ចីហើយសងសឹមឲ្យខ្ចីបើខ្ចីមិនសងទេកុំឲ្យខ្ចីអីមានសទ្ធាប៉ុន្មានឲ្យប៉ុណ្ណឹងទៅពេលគេធ្វើត្រូវចេះសរសើរខ្លះផងកុំប៉ិនតែខាងបន្ទោសពេកទំនុកបំរុងឪពុកម្ដាយអ្នកឲ្យអស់ពីចិត្តទៅកុំចាំពេលគាត់ស្លាប់បានយំមិនប្រសើរទេចេះទទួលខុសខ្លះផងកុំប៉ិនតែខាងចង្អុលមុខគេពេកគេមិនចង់ធ្វើការជាមួយទេវាសនាមនុស្សមិនដូចគ្នាទេគេមិនដូចយើងយើងមិនដូចគេកុំប្រៀបធៀបគ្នាអីទម្លាប់អានស្ដាប់មេរៀនអប់រំចិត្តឲ្យបានច្រើនទើបជីវិតបានសុខភ្លាត់ជើងគ្រាន់ជាងភ្លាត់មាត់ត្រូវប្រយ័ត្នប្រយែងពេលនិយាយស្ដីស្ដាប់ឲ្យបានច្រើនជាងនិយាយអ្នកនឹងបានចម្រើនដោយចំណេះដឹងបើអ្នកអាចគ្រប់គ្រងខ្លួនឯងបានមិនយូរទេអ្នកនឹងអាចគ្រប់គ្រងគេបានមិនខានរូបស្អាតតែកិរិយាមារយាទមិនល្អមានអីប្រសើរទៅសន្សំភ្លើងបានក្តៅសន្សំខឹងបានទុក្ខសន្សំធម៌បានត្រជាក់ចិត្តស្រឡាញ់រាប់អានមនុស្សគ្រប់គ្នាតែមិនអាចទុកចិត្តគ្រប់គ្នាបានទេអ្វីសុទ្ធតែមានការចាប់ផ្ដើមត្រូវតែហ៊ានសាកបើខុសចាំគិតទៀតបើមិនចង់ឲ្យគេនិយាយដើមអ្នកទេអ្នកកុំចូលចិត្តនិយាយដើមគេពេកនិយាយរឿងអាក្រក់ច្រើនមានន័យថាចិត្តអ្នកសម្បូរធាតុអាក្រក់សង្ឃឹមខ្លាំងខកចិត្តក៏ខ្លាំងដែរសង្ឃឹមចុះតែបើបានប៉ុណ្ណាក៏ព្រមតាមប៉ុណ្ណឹងទៅ
ខុសកុំពីបជ្រាយដាក់គេអីតែត្រូវយកជាមេរៀនសម្រាប់ខ្លួនអ្នកបើអ្នកចង់ចាប់កំហុសគេអ្នកនឹងរកបានដោយងាយតែវាមិនមែនជាកិច្ចការចាំបាច់របស់អ្នកទេមនុស្សមានអំណត់ជាមនុស្សមានអំណាចមិនសូវមានកំហុសហើយអាចដឹកនាំគេបានទៀតប្រាជ្ញាជាភ្នែកការតស៊ូជាជើងដើរមានទាំងពីរទើបបានសម្រេចឋានៈតូចតាចគ្មានអីគួរឲ្យខ្មាស់ទេអ្វីដែលគួរឲ្យខ្មាស់អៀនគឺមានឋានៈតែខ្វះសមត្ថភាពធ្វើជាគំរូល្អប្រសើរជាងនិយាយប្រដៅទៅទៀតឈ្នះធាតុអាក្រក់ក្នុងចិត្តអ្នកនឹងបានសុខច្រើនបើគ្រប់គ្រងគេត្រូវមានទាំងអំណាចតេជះមានទាំងគុណធម៌បើខឹងរឿងតូចទៅជារឿងធំមានទ្រព្យតែចិត្តមួម៉ៅច្រើនក៏មិនសូវបានសុខដែរខឹងគេធ្វើបាបខ្លួនឯងកំហឹងដុតខ្លួនអ្នកឲ្យក្តៅក្រហាយមានអ្នករឹងត្អឹងបិទទ្វារការរីកចម្រើនកុំបណ្ដោយឲ្យអកុសលដឹកនាំជីវិតអ្នកឡើយក្តៅកាយទៅរកទឹកក្តៅចិត្តទៅរកធម៌អន់ចិត្តខឹងចរណែនស្ដាយភ័យជាមេរោគបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកកុំបង្កើតរឿងដែលមិនទាន់កើតឡើងហើយដេកកើតទុកឡើយបើចេះព្រមតាមសមត្ថភាពដែលអ្នករកបានជីវិតមិនសូវលំបាកទេតាមដានចិត្តអ្នកជានិច្ចកុំបណ្ដោយឲ្យវាគិតរឿងអត់ប្រយោជន៍ច្រើនពេកមនុស្សទន់ខ្សោយចាញ់ពាក្យបញ្ជោគ្រប់គ្នាសុទ្ធតែចង់បានសុខកុំធ្វើអាក្រក់ដាក់គ្នាអីកុំគ្រាន់តែចង់អួតគេហើយនិយាយកុហកគេឡើយកុំទម្លាប់រាប់អានមនុស្សដោយសម្លឹងមើលបុណ្យស័ក្តិមុខមាត់ឡើយឆ្លោះច្រើនស្អប់ច្រើនល្បិចច្រើនអន្តរាយច្រើនទុក្ខក៏ច្រើនដែរពេលចំណេញកុំប្រមាទពេលខាតកុំមួម៉ៅពេកវាជារឿងធម្មតានៃជីវិតទេអ្នកធំត្រូវតែចេះទ្រាំនឹងពាក្យនិន្ទាកូនចៅមិនចេះតែស្រឡាញ់យើងគ្រប់គ្នាទេធ
ធ្វើការងារកុំយកតែមតិខ្លួនឯងអីចេះស្ដាប់គេផងទើបរីកចម្រើននិងធ្វើការជាមួយគ្នាបានយូរធ្វើការងារធំត្រូវចេះគ្រប់គ្រងកំហឹងសម្រេចចិត្តពេលខឹងច្រើនតែខុសកុំនិយាយច្រើនពេកកុំខ្លាចថាគេមិនដឹងមើលកលៈទេសៈសិនសំនិយាយហូបអាហារគីមីច្រើនអ្នកនឹងមានរោគច្រើនគិតរឿងស្មុគស្មាញច្រើនអ្នកនឹងកើតទុក្ខច្រើនបើយើងជួយគេអស់លទ្ធភាពហើយតែនៅតែជួយមិនបានអ្នកត្រូវចេះព្រមមិនដូច្នោះទេអ្នកនឹងមានទុក្ខមិនខានបើពូកែច្រណែននឹងទាយគ្នាការងារមិនចម្រើនទេបើគេខឹងអ្នកហើយអ្នកខឹងគេវិញឧបមាដូចបាចលាមកដាក់គ្នារកទ្រព្យនិងរៀនធម៌ត្រូវទៅព្រមគ្នាទើបជីវិតមិនសូវក្តៅក្រហាយធ្វើតែអត់និយាយប្រសើរជាងនិយាយតែអត់ធ្វើនឹកដល់សេចក្តីស្លាប់មិនមែនជារឿងអពមង្គលទេតែគឺជាការដាស់តឿនខ្លួនឯងកុំឲ្យមានសេចក្តីប្រមាទអ្នកដែលពូកែទ្រាំនឹងការលំបាកនឹងទទួលបានជោគជ័យធំដុំខ្សឹបពីអន់ប្រាប់ខ្លួនឯងអ្នកនឹងក្លាយជាមនុស្សអន់មិនខានរាប់អានមនុស្សឲ្យបានច្រើនតែកុំទុកចិត្តមនុស្សទាំងអស់អីការចេះដឹងគុណជាលក្ខណៈរបស់មនុស្សល្អសេចក្តីសង្ឃឹមជាបាតគ្រឹះនៃភាពជោគជ័យ